ខ្លាំងមែនតែនបើសិនជាយើងទិញនៅផ្សារបើថា50រូពីបានតែត្រឹម5ផ្លែអញ្ចឹងបើទិញដល់ចកាវា10ទៅ5 10ផ្លែជួនទៅថាទិញចំថាអ្នកចាស់អ្នកម្ចាស់ចំការហ្នឹងគាត់ចិត្តល្អគាត់ឲ្យថែមទៀតបងប្អូនហើយខ្ញុំគោម្ដងឲ្យទៅប្រកបហ្នឹងចង់ខ្ញុំមកភ័ក្រខ្ញុំដើរលេងដើរទៅមើលសត្វកង្កោកបងប្អូនប៉ុន្តែវាអត់មានសត្វកង្កោកចេញសោះថ្ងៃហ្នឹងព្រោះតាមធម្មតានៅស្រុកខ្ញុំមានសម្បូរកង្កោកមែនតើបងប្អូនអើយនៅឥណ្ឌាកង្កោកគូច្រើនមែនតើព្រោះអីគេចេញច្បាប់ថាបើសិនយើងចង់ចាប់កង្កោកគេហៅមានទោសអញ្ចឹងហើយបានកង្កោកច្រើនដើរគ្រប់កន្លែងអញ្ចឹងនៅពេលដែលខ្ញុំមកដល់ផ្ទះវិញគេថានៅផ្សារអត់មានត្រយងចេកអញ្ចឹងហើយខ្ញុំដើរហៅថាប្រពៀតព្រៃទៅរកសរងចេកសុំអ្នកចិត្តខាងបងប្អូនហើយនេះគាត់នាំខ្ញុំទៅក្រោយផ្ទះនិយាយទៅផ្ទះជាប់គ្នាបងប្អូនតែផ្ទះគេដីធំអញ្ចឹងទៅគេមានដាំដំណាំច្រើនអញ្ចឹងហើយក៏ខ្ញុំសុំឲ្យស្រុកនោះត្រយងចេកភាគច្រើនគេអត់ញ៉ាំបងប្អូនតែភាគតិចបំផុតដែលគេញ៉ាំអញ្ចឹងហើយត្រយងចេកភាគច្រើនក៏យកបោះចោលអញ្ចឹងណាអញ្ចឹងខ្ញុំសំណាងដែលទៅរកបានត្រយងចេក2អញ្ចឹងហើយមានត្រយងចេកផ្សេងទៀតបងប្អូនធំខ្លាំងមែនតើតែគាត់ថាអត់តាន់បានឲ្យបេះទេតើមកទឹកទៀតព្រោះវានៅចេញថាក្តឹបចេកក្តឹបអីចឹងណាអញ្ចឹងក៏ខ្ញុំបានត្រយងចេក2ផ្លែក៏ត្រឡប់មកផ្ទះវិញបងប្អូនហើយផ្ទះគេនេះនិយាយទៅបងប្អូនគេប្រុស3នាក់ដែរប៉ុន្តែឲ្យថាផ្ទះតែមួយអញ្ចឹងដល់ពេលដីគេធំអញ្ចឹងទៅគេមានកន្លែងដាំដំណាំបានច្រើនណាដល់ពេលខាងផ្ទះប្តីខ្ញុំនឹងឯងបងប្អូនគាត់មានបងប្អូន7នាក់តែប៉ិតដីគាត់ធំដែរទេតែដោយសារបងប្អូនច្រើនពេកទៅកាត់ម្នាក់តិចម្នាក់តិចទៅបានតែបន្លោះផ្ទះហ្នឹងហើយជាមូលហេតុរកតកន្លែងដាំលឹកខៃមកគុំបានបងប្អូនហើយនេះជាបន្លែគ្រឿងផ្សំរបស់ខ្ញុំសម្រាប់សាច់គោអាំងទឹកប្រហុកថ្ងៃហ្នឹងបងប្អូនតែខ្ញុំដឹងថាសាច់គោអាំងទឹកប្រហុកបើសិនជាមានទ្រាប់ស្រួយចេកខ្ចីឬក៏ជីគ្រប់មុខអីមិនដឹងឆ្ងាញ់ប៉ុណ្ណាបងប្អូនប៉ុន្តែនៅនេះខ្ញុំរត់បានខ្ញុំព្យាយាមរត់ដែរតែអត់មានអញ្ចឹងណាចាំមើលតែខ្ញុំបានទៅផ្ទះខ្ញុំប្រកាសជាដាំយកពពួកជីយកបានច្រើនហើយនេះខ្ញុំកំពុងតែហាន់គ្រឿងដាក់ជាមួយទឹកប្រហុកហ្នឹងបងប្អូនហើយខ្ញុំមានតែមានដែងតិចទៅមានស្លឹកក្រូចស្លឹកគ្រៃអញ្ចឹងទៅនិយាយទៅអាគ្រឿងគេថាទឹកប្រហុកណាហើយប្រហុករបស់ខ្ញុំគឺអត់មានប្រហុកសាច់ទេបងប្អូនមានតែប្រហុកឆ្អឹងអញ្ចឹងក៏ខ្ញុំយកទៅច្រាមប៉ុន្តែខ្ញុំអត់ប្រើប្រហុកឆៅទេបងប្អូនខ្ញុំយកប្រហុកនឹងទៅអាំងសិនអញ្ចឹងណាព្រោះខ្ញុំនឹកឃើញតែប្រហុកឆៅវាឆ្អាបអីអញ្ចឹងខ្ញុំអត់ចូលចិត្តផងបងប្អូនហើយណាមួយក៏លើកដំបូងលើកទី1សម្រាប់ខ្ញុំធ្វើប្រហុកសាច់គោអាំងទឹកប្រហុកអត់មែនប្រហុកសាច់គោអាំងប្រហុកសាច់ជៀនទឹកប្រហុកព្រោះបានប្រកាត់គ្រឿងអាំងឲ្យបងប្អូនសូមអធិស្ឋាននិយាយខុសកន្លែងនឹងតិចហើយបងប្អូនឃើញមិញអត់មកភ័ក្រខ្ញុំដែរកំពុងឃើញតែបុកគ្រឿងតាមពិតមិនបុកគ្រឿងឲ្យខ្ញុំទេគឺគាត់ធ្វើម្ហូបថាសាច់គោរបស់គាត់ដែរបងប្អូននិយាយទៅពួកគាត់កាន់សាសនាហិណ្ឌូមែនប៉ុន្តែអ្នកខ្លះក៏ញ៉ាំសាច់គោដែរទេបងប្អូនហើយអ្នកញ៉ាំសាច់គោក៏តាមតំបន់ដែរនិយាយទៅជនជាតិឥណ្ឌាភាគខាងត្បូងគាត់ញ៉ាំសាច់វាថាវាប្រហាក់ប្រហែលនឹងយើងដែរប៉ុន្តែបើសិនជាជនជាតិឥណ្ឌាភាគខាងជើងបងប្អូនគឺដាច់ខាតគាត់ញ៉ាំតែបន្លែសុទ្ធអញ្ចឹងណាបើសិនជាគាត់ញ៉ាំសាច់ជាច្រើនភាគច្រើនគាត់ញ៉ាំតែសាច់មាន់ប៉ុណ្ណឹងបងប្អូនឬក៏សាច់ជៀមអញ្ចឹងទៅប៉ុន្តែបើខាងត្បូងបងប្អូនអើយញ៉ាំម្ជួសខ្ញុំនេះនិយាយទៅញ៉ាំទាំងអស់ដូចតែស្រុកខ្មែរហ្នឹងបងប្អូនវាមិនសូវខុសពីខ្មែរហ្មងទេបងប្អូនហើយនេះខ្ញុំបន្ទាប់ពីថារៀបចំធ្វើទឹកប្រហុកហើយចឹងទៅគាត់ចាប់ដើមអាំងសាច់បងប្អូនអើយអាំងសាច់ទៀតជៀនសាច់ព្រោះតែខុសចឹងណាប៉ុន្តែការថតនេះមិត្តភក្តិខ្ញុំគាត់ធ្វើលឿនពេកមិនសូវខុសពីម៉ែក្មេកខ្ញុំបងប្អូនធ្វើលឿននោះហើយដល់ពេលយើងយកសាច់គោទៅជៀននេះគឺជៀនមិនមែនប្រេងឆាបងប្អូនគឺជៀនជាមួយប៊ឺហើយតែកន្លែងថាដាក់ទឹកប្រហុកលីគ្រឿងទឹកប្រហុកហ្នឹងកន្លែងតែគាត់ដាក់ដៃហ្នឹងនិយាយទៅខ្ញុំអត់ទាន់ថតផងគាត់ដាក់ឲ្យតបាត់គាត់ភ្លេចចឹងគាត់ថាគាត់ធ្លាប់ធ្វើវីដេអូចឹងទៅគាត់អត់ទម្លាប់ដូចខ្ញុំដែលថាខ្ញុំធ្លាប់ធ្វើវីដេអូយូរឆ្នាំចឹងទៅជាទម្លាប់របស់ខ្ញុំបងប្អូនធ្វើអីតិចក៏ថតវីដេអូដែរដល់ថ្នាក់កូនខ្ញុំថាម៉ាក់តាណាតាណីកាន់តែកាមេរ៉ាថតវីដេអូអត់ចេះខ្មាស់គេអត់ចេះមើលអ្នកជំវិញខ្លួនសោះគាត់ថាអញ្ចឹងឲ្យខ្ញុំបងប្អូនប៉ុន្តែខ្ញុំគិតទៅកូនខ្ញុំនិយាយត្រូវទេតាប៉ុន្តែមួយទៀតបងប្អូនវាមិនដឹងធ្វើម៉េចបើសិនជាខ្ញុំអ្នកផលិតវីដេអូមានតែប៉ុណ្្នឹងទេបងប្អូនហើយនេះគ្រឿងសាច់គោជៀនទឹកប្រហុករបស់ខ្ញុំរួចរាល់ហើយបងប្អូនសោកស្ដាយមែនតើមិនមានជីបើមានជីអូយបងប្អូនមិនដឹងជាអូឆ្ងាញ់យ៉ាងណាទេបងប្អូនតែសម្រាប់ខ្ញុំសាច់គោអាំងទឹកប្រហុកខ្ញុំណាសាច់គោអាំងទឹកប្រហុកតែសាច់គោអាំងសាច់គោជៀនទឹកប្រហុកបងប្អូនសូមអធិស្ឋានវល់ច្រឡំនិយាយថាសាច់គោអាំងទឹកប្រហុកបងប្អូននោះគឺដាក់មួយម៉ាត់ទៅមួយម៉ាត់អូយបងប្អូនឆ្ងាញ់ខ្លាំង